បងយៈបន្ធូរអារម្មណ៍កាត់បន្ថយភាពឆេវឆាវបន្ថែមភាពអត់ធ្មត់នៅពេលខ្ញុំមានបញ្ហាចង់បន្ធូរអារម្មណ៍នៅពេលខ្ញុំ stress ខ្ញុំមិនចាំទៅរកណាឆ្ងាយទេខ្ញុំគ្រាន់តែត្រឡប់ចេញមកពីការងាររបស់ខ្ញុំពី office ទំហំ4ជ្រុងរបស់ខ្ញុំហ្នឹងត្រឡប់មកក្នុងសួនខ្ញុំអង្គុយមើលវាអង្គុយថែទាំវាដូរផើងបកាត់ដូរដីលាយដីអាហ្នឹងគឺជាសេចក្តីសុខមួយដែលធ្វើឲ្យខ្ញុំអាចកាត់បន្ថយភាពតានតឹងនៅក្នុងការងាររបស់ខ្ញុំបានឈ្មោះតាំងលក្ខៀងបច្ចុប្បន្នខ្ញុំជាគ្រូបរិញ្ញាបត្ររូបនៅខេត្តកំពង់ស្ពឺបើនិយាយពីតាក់ទងនឹងរុក្ខជាតិខ្ញុំអត់មានជំនាញខាងរុក្ខជាតិទេតែដោយសារតែការស្រឡាញ់ការចូលចិត្តខ្ញុំចាប់ផ្ដើមដាំរុក្ខជាតិតាំងខ្ញុំរៀននៅវិទ្យាល័យនៅបឋមម្លេះតែដោយសារតែលក្ខខណ្ឌទីតាំងខ្ញុំតូចចាស់នៅទីផ្សារខ្ញុំបានតែដាំទេដាំបដោះនៅពេលដែលរុក្ខជាតិធំតិចខ្ញុំក៏ចែកម្លែកឲ្យអ្នកជិតខាងឬក៏បងប្អូនដែលស្គាល់គ្នាចឹងទៅនៅពេលខ្ញុំចែកឲ្យខ្ញុំអស់ហើយខ្ញុំដាំបន្តទៀតអាហ្នឹងវាតាក់ទងទៅនឹងចំណូលចិត្តភាគច្រើនប្រភេទរុក្ខជាតិដែលខ្ញុំដាំពីមុនដោយសារតែអត់មានការណែនាំតាក់ទងទៅពួករុក្ខជាតិលំអអ្នកដែលនៅជនបទដូចខ្ញុំអញ្ចឹងខ្ញុំចាប់ដើមដាំរុក្ខជាតិដំបូងតាក់ទងទៅនឹងឈើហូបផ្លែច្រើនជាងតែមិនមែនមានន័យថារុក្ខជាតិលំអខ្ញុំមិនដាំទេខ្ញុំនៅតែដាំអញ្ចឹងជាក់ស្ដែងដូចជាដាំដំបូងជាខ្ញុំនៅតែមានដាំ1 2 1 2អញ្ចឹងនៅពេលដែលវាធំវាមានកូនវាមានចៅខ្ញុំក៏បដោះចែកម្លែកឲ្យអ្នកជិតខាងខ្ញុំតទៀតបន្តមកទៀតនៅពេលដែលបច្ចុប្បន្ននេះមានការណែនាំតាក់ទងទៅនឹងរុក្ខជាតិលំអច្រើនហើយបច្ចេកវិទ្យាឥឡូវច្រើនដែរអនឡាញ social media ច្រើនខ្ញុំក៏បានចាប់អារម្មណ៍ទៅលើរុក្ខជាតិលំអហើយរុក្ខជាតិលំអដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេបំផុតគឺដំបូងយៈហើយដំបូងយៈនេះគឺខ្ញុំចាប់ដើមដាំនៅក្នុងពេលដែលខ្ញុំបន្តការសិក្សាកាត់មកឥឡូវហ្នឹងគឺខ្ញុំដាំលេងជា hobby របស់ខ្ញុំមួយហ្នឹងប្រហែលជា6 7ឆ្នាំបើនិយាយពីប្រភពដើមនៅត្បូងយៈវាគឺជារុក្ខជាតិដែលដុះនៅតំបន់ត្រូពិចតំបន់អាស៊ីអាគ្នេយ៍យើងមានភាពសម្បូរបែបនៃត្បូងយៈជាក់ស្ដែងវាមិនមែនមកពីតំបន់ទ្វីបរបស់យើងទេវាមកពីតំបន់ទ្វីបដែលមានអាកាសធាតុក្តៅដូចជាតំបន់វាខ្សាច់អញ្ចឹងតែបច្ចុប្បន្ននេះដោយសារតែមាន trade នាំចូលនាំចេញតាក់ទងនឹងរុក្ខជាតិអញ្ចឹងទៅធ្វើឲ្យដំណាំត្បូងយៈនេះមួយត្រូវបាននាំចេញនាំចូលឆ្លងទ្វីបរហូតមកដល់ពេលបច្ចុប្បន្ននេះទ្វីបនៅអាស៊ីយើងនេះដែលជាតំបន់អាកាសធាតុក្តៅសើមហ្នឹងក៏មានប្រភេទច្រើននៃត្បូងយៈដែរសួរថាត្បូងយៈដែលខ្ញុំបានមករាល់ថ្ងៃនេះគឺខ្ញុំបានមកពីណាទី1គឺខ្ញុំដាំដែលយើងយកពូជមកពីក្នុងស្រុកយើងអាត្បូងយៈពូជធម្មតាហ្នឹងហើយមួយទៀតនៅពេលខ្ញុំទៅរៀនតខ្ញុំក៏ចាប់អារម្មណ៍លើត្បូងយៈហើយខ្ញុំក៏ចាប់ផ្ដើមប្រមូលសំសំទុកខ្ញុំជាអ្នក collector មួយរូបដែលឲ្យតែឃើញមានរបស់ថ្មីរបស់ប្លែកតាក់ទងនឹងត្បូងយៈខ្ញុំចិត្តថាសំទុកតែដោយលក្ខខណ្ឌខ្ញុំជាកូនសិស្សខ្ញុំទិញអាតូចទេនៅពេលខ្ញុំមានចប់ខ្ញុំក៏យកត្រឡប់មកស្រុកខ្មែរយើងអញ្ចឹងភាគច្រើនគឺខ្ញុំនាំចូលមកប្រទេសថៃនិយាយពីចាប់ដើម collect នៅពេលឆ្នាំដំបូងដែលខ្ញុំរៀនតហ្នឹងគឺខ្ញុំចាប់ដើមប្រមូលតិចមិនមែនជាលក្ខណៈ collect ទេដំបូងនៅឆ្នាំ2013គឺខ្ញុំឃើញដំបូងយៈមួយនឹងស្អាតខ្ញុំក៏ចាប់ដើមទិញយកមកហើយក៏មាន2មាន3មាន4ខ្ញុំចាំបានថាកាលហ្នឹងខ្ញុំអត់ដាំច្រើនទេព្រោះតាក់ទងទៅនឹងទីតាំងមិនអំណោយផលសម្រាប់ខ្ញុំដាំអញ្ចឹងខ្ញុំដាំ1 2 3លេងទេបន្តមកទៀតខ្ញុំចប់ខ្ញុំក៏ត្រឡប់មកធ្វើការស្រុកខ្មែរវិញនៅក្នុងឆ្នាំ2019 2020គឺជារយៈពេលមួយដែលខ្ញុំមានឱកាសបន្តការសិក្សាបន្ថែមទៀតហើយទីតាំងការសិក្សានេះក៏វាអំណោយផលសម្រាប់ការ collect របស់ខ្ញុំដែរអញ្ចឹងនៅពេលហ្នឹងហើយដែលខ្ញុំចាប់ដើម collect ដំបូងយៈមកច្រើន collector ខុសពីអ្នកដែលដាំលេងឬក៏អ្នកដែលដាំទូទៅ collector គឺគាត់មានប្រភេទរបស់គាត់តែគាត់លេងគាត់មិនមែនថាឲ្យតែឃើញគាត់ដាំឲ្យតែឃើញគាត់ទិញមិនមែនទេអញ្ចឹងតាក់ទងទៅនឹងប្រភេទរបស់ខ្ញុំអត់មានច្រើនទេមានតែ4 10ប្រភេទទេតែគាត់ថាអា4 10ប្រភេទហ្នឹងវាមានលក្ខណៈខុសគ្នាបន្តិចតាមរូបរាងរបស់វាអានតិចវាច្រើនជាក់ស្ដែងអ្វីថាខ្ញុំចូលចិត្តគឺពួក genus Coryphantha ពួក Astrophytum ហើយនិង Gymnocalycium សុទ្ធតែជាពួកប្រភេទត្បូងយៈដែលខ្ញុំស្រឡាញ់ហើយអញ្ចឹងខ្ញុំ collect ពួកហ្នឹងសួរខ្ញុំតូចអញ្ចឹងខ្ញុំអាចហ៊ាននិយាយថាប្រហែលជាត្រឹម6 700ផើងតែប៉ុណ្្នឹងអាតូចហើយបូកជាមួយអាធំរបស់ខ្ញុំដែរវាអាចជា hobby របស់ខ្ញុំមួយដែរដែលខ្ញុំចូលចិត្តប្រភេទហ្នឹងនៅពេលខ្ញុំ stress ពេលខ្ញុំចង់រំសាយពេលខ្ញុំនឿយអញ្ចឹងខ្ញុំអាចចំណាយពេលវេលាមួយថ្ងៃពេញនៅជាមួយត្បូងយៈនៅក្នុងសួនរបស់ខ្ញុំតូចមួយហ្នឹងដោយខ្ញុំអត់មានពាក្យថាធុញទ្រាន់ជាមួយគាត់តែនៅពេលខ្ញុំចាប់ដើម collect ពួកត្បូងយៈនៅពេលខ្ញុំមានបញ្ហាចង់បន្ធូរអារម្មណ៍នៅពេលខ្ញុំ stress ខ្ញុំមិនចាំទៅរកណាឆ្ងាយទេខ្ញុំគ្រាន់តែត្រឡប់ចេញមកពីការងាររបស់ខ្ញុំពី office ទំហំ4ជ្រុងរបស់ខ្ញុំហ្នឹងខ្ញុំត្រឡប់មកក្នុងសួនរបស់ខ្ញុំអង្គុយមើលវាខ្ញុំអង្គុយថែទាំវាដូរផើងបកាត់ដូរដីលាយដីអាហ្នឹងគឺជាសេចក្តីសុខមួយដែលធ្វើឲ្យខ្ញុំកាត់បន្ថយភាពតានតឹងនៅក្នុងការងាររបស់ខ្ញុំបានហើយត្បូងយៈគឺជាប្រភេទរុក្ខជាតិមួយប្រភេទវាដូចយឺតមែនទែនវាអត់ដូចពួករុក្ខជាតិស្លឹកទេក្នុងកំឡុងរយៈពេល1ខែឬក៏2ខែឬក៏3ខែបើជារុក្ខជាតិស្លឹកអាចមើលឃើញភាពខុសប្លែកហើយតែត្បូងយៈ1ខែ2ខែ3ខែឃើញវានៅទំហំដដែលអញ្ចឹងអាហ្នឹងក៏ជា challenge មួយសម្រាប់ឲ្យយើងទប់ខាមអារម្មណ៍របស់យើងចាប់ផ្ដើមមិនឆេវឆាវ calm down មួយអ្វីទៅពាក្យថារងចាំគឺយើងអាចអាដាប់ជាមួយត្បូងយៈបានត្បូងយៈបន្ធូរអារម្មណ៍កាត់បន្ថយភាពឆេវឆាវបន្ថែមភាពអត់ធ្មត់ត្បូងយៈបើអ្នកចង់ដាំវាឲ្យរស់ព្យាយាមកុំសោយទឹកវាខ្លាំងពេកត្បូងយៈជារុក្ខជាតិដែលមិនមែនងាប់ដោយសារគ្មានទឹកទេត្បូងយៈគឺជាប្រភេទរុក្ខជាតិដែលងាប់ដោយសារយើងស្រោចទឹកច្រើនពេកខ្ញុំនៅតែរក្សាសកម្មភាពមួយហ្នឹងហើយអនាគតទៅអានេះវាគឺជា plan របស់ខ្ញុំទេនៅពេលដែលខ្ញុំអាត្រេតអានេះគឺជាសកម្មភាពមួយដែលខ្ញុំនឹងធ្វើបន្ថែមទៅលើសកម្មភាពដែលខ្ញុំមានប្រចាំថ្ងៃទៀត
។